កាត់តថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលកន្លែងលក់ផ្កាមួយកន្លែងជាភេទកូនផ្កាតូចៗដាំនៅរដូវត្រជាក់អញ្ចឹងណាបងប្អូនចាគឺនៅភាវៈខុមរីហូមមួយសិនថាកន្លែងនេះគឺមានលក់របស់របរជាភេទគ្រឿងសង្ហារឹមសន្តិជាទូទឹកកកបង្ននចាតុកទូអីក៏មានច្រើនមែនតើបងប្អូនរបស់របរប្រើក្នុងផ្ទះចាពូកសាឡុងអីក៏មានដែរតែខ្ញុំអត់ចូលទៅក្នុងហាងទេខ្ញុំនៅខាងក្រៅទៅមើលកន្លែងសួនកូនផ្កានេះដែលគេដាក់លក់តូចៗហ្នឹងតម្លៃធូរថ្លៃដែរទេមកតាមប្រភេទអញ្ចឹងណាចាមួយកូនធូរតូចៗហ្នឹង98យេន100យេនមានតាមតូចតាមធំហើយមានកូនបន្លែផ្សេងចិត្តខ្ញុំគឺចង់ដាំជាមួយនឹងកូនខាត់ណាកូនស្ពៃក្តោបជាមួយនឹងកូនស្ទ្រូប៊េរីពូឆ្នាំមុនខ្ញុំដាំបានយ៉ាងច្រើនដែរតែឆ្នាំនេះត្រជាក់ខ្លាំងពេកអញ្ចឹងទៅគឺខ្ញុំរៀងលេតក្នុងការដាំអញ្ចឹងណាហើយមួយទៀតគឺមើមខ្ទឹមសបងប្អូនចាចង់ដាំបងប្អូនអើយប៉ុន្តែដោយសារតែវាត្រជាក់ពេកអញ្ចឹងទៅខ្ញុំក៏នាំគ្នាដើរមើលផ្កាវិញទៅហើយនេះកូនផ្កាដែលខ្ញុំដាំឆ្នាំមុនគឺខ្ញុំដាំបានច្រើនតែឆ្នាំនេះខ្ញុំអត់បានទិញដាំទេដោយសារតែអត់មានអ្នកជួយកាប់ដីឆ្នាំមុនបានប្តីគាត់អត់សូវរវល់អញ្ចឹងណាចាឆ្នាំនេះខ្ញុំតែម្នាក់ឯងអញ្ចឹងរត់អត់រួចហើយកូនផ្កាធូរទេយើងចង់ទិញមកកញ្ច្រែងហ្នឹងក៏បានដែរណាពណ៌ស្វាយនេះក៏ស្អាតដែរបងប្អូនទិញតែ1តែ2យកមកកប់អីអញ្ចឹងណាផ្កានេះរដូវត្រជាក់កាន់តែរីកហើយខ្លាំងមែនតើបងប្អូន